ក្រូចក៏ដល់រដូវវាផ្លែសារឡើងវិញម្ដងទៀតហើយបងប្អូនមើលស្លឹកវាឡើងខៀវសម្ងាត់ហើយនោះសផ្លែក្រូចសពីឆ្នាំមុនរុះនៅអត់បេះអត់អស់ដូចចេះទៅវានៅជាប់នៅលើដើមហ្នឹងហើយនៅដល់រដូវកាលផ្លែម្ដងទៀតទៅហើយហើយក្រូចពោធិ៍សាត់ប៉ុន្តែដើមវាមែករបស់វាខុសពីក្រូចយើងពេលផ្លែទៅរៀងទុនមែកក្រូចនេះអត់ទេវាត្រង់ឆ្កើតទៅលើហើយដល់ពេលវាផ្លែច្រើនវាក៏បាក់មែកវាដូចជាអត់មានភាពធន់វារបៀបវាស្រួយមែកវាស្រួយវាផ្លែច្រើនវាបាក់មែកឆ្នាំនេះបាក់មែកអស់មួយដើមហើយបាក់មែកអស់មួយមែកហើយមកមែកអត់ផ្លែច្រើនពេកវាតោទៅរស់ថ្នល់បាក់មែកចឹងទៅយើងខ្ញុំក៏កាប់វាចា10ច្រកច្រើនណា